ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូនេះគឺជាវីដេអូបន្ទាប់ពីវីដេអូមុនដែលយើងបន្តពីការហាត់សមរបស់យើងនៅសាលាហើយវីដេអូនេះគឺបង្ហាញពីសកម្មភាពយើងសមឆាក់តែនៅក្នុងជាកម្មវិធីតែមួយទេគឺកម្មវិធីសម្ដែងសម្រាប់កម្មវិធី3មិនិនាហើយយើងសម្ដែងនៅថ្ងៃទី5ហើយការសម្ដែងរបស់យើងនេះគឺនៅសាលពិព័រណ៍កោះពេជ្រហើយបន្ទាប់ពីយើងហាត់សមឆាក់រួចរាល់ហើយថ្ងៃបន្ទាប់គឺយើងត្រូវមករាំហើយគឺយើងមានការចែកកាត់ម្នាក់មួយសម្រាប់សម្គាល់ខ្លួនព្រោះថាបើអត់មានការទេគេអត់ឲ្យចូលទេបងប្អូនទាំងអស់គ្នាឥឡូវយើងបានមកដល់កន្លែងរាំហើយតួមួយចំនួនក៏ត្រូវការតុបតែងខ្លួនដូចជាក្រុមបបោះនេះក៏ត្រូវកោរសក់ប៉ុន្តែយើងអត់កោរសក់មែនទេគឺយើងតុបតែងតាមបច្ចេកទេសរៀងខ្លួនដែលសម័យឥឡូវជឿលឿនខ្លាំងមែនតើបងប្អូនទាំងអស់គ្នាកោរសក់ក្បាលតងៅអីហ្នឹងគឺមិនចាំកោរមែនទេគឺយើងមានបច្ចេកទេសដ៏អស្ចារ្យតួខាងក្រុមបបោះនេះអញ្ចឹងត្រូវកោរសក់ហើយយើងអត់កោរមែនទេនេះគឺយើងបិទអញ្ចឹងគឺគេតុបតែងតាមបច្ចេកទេសរៀងខ្លួនហើយយើងមានបិទចឹងហើយយើងមុននឹងបិទហ្នឹងយើងត្រូវលាបកាវចប់សក់យើងឲ្យរៀបសិនហើយយើងបិទស៊ីលីកូននឹងពីលើហើយយើងបិទគេទៅបិទកាវជាងច្រើនក្បាលនឹងដោះមកសុទ្ធកាវហ្មងហើយពេលតពីយើងបិទកាវហើយយើងត្រូវការផ្លុំដើម្បីឲ្យសាច់ក្រណាត់ស៊ីលីកូនហ្នឹងចូលហ្នឹងជាប់ជាមួយនឹងស្បែកក្បាលរបស់យើងនិយាយទៅមានច្រើនដំណាក់កាលបងប្អូនទាំងអស់គ្នាទំនំបានចេញក្បាលតងៅមកគឺបន្ទាប់ពីបិទជាប់ចឹងហើយយើងត្រូវផាត់ដើម្បីឲ្យមើលទៅសមជាមួយនឹងស៊ីឲ្យដូចមែនតែនហ្មងយើងត្រូវផាត់អញ្ចើមផងផាត់ស្បែកក្បាលនឹងផងតបធ្វើម៉េចឲ្យដូចនឹងពណ៌សម្បុររបស់យើងហើយចំពោះតួអង្គស្រីគឺយើងត្រូវការធ្វើសក់ទាំងអស់គ្នាឥឡូវដល់វេនខ្ញុំម្ដងហើយសក់ក្បាលសាប់យកចាស្អាត perfect តែម្ដងប៉ុន្តែនៅពេលដែលយើងពលាចេញឬក៏ដោះចេញគឺសិតអត់ទៅទេតអប់ទុកចោលកន្លះម៉ោងអីបានសិតទៅដើម្បីស្អាតបងប្អូនទាំងអស់គ្នាត្រូវតែតស៊ូគ្មានអ្វីមករាំងបានទេចាបន្ទាប់ពីយើងធ្វើសក់អត់ទាន់ហើយទេគឺមានជាការដេញគឺគេឲ្យយើងចេញទៅក្រៅដើម្បីគេ scan នៅក្នុងនឹងគេពិនិត្យមើលថាមានទុកគ្រឿងផ្ទុះឬក៏អីអត់គឺឲ្យយើងចេញទៅ scan ទាំងខ្លួនចោះឈ្មោះហើយគេចូលមក scan ក្នុងនឹងវិញនិយាយទៅគឺមានការពិនិត្យដិតដល់នឹងតឹងរឹងខ្លាំងហើយយើងបន្ទាប់ពីយើងទៅ scan ហើយបានចូលមកវិញហើយយើងត្រូវការលុបមុខផាត់មុខឲ្យបងប្អូនទាំងគ្នាអញ្ចឹងនៅពេលនេះចាប់ផ្ដើមផាត់មុខហើយយើងលុបមុខហើយយើងនឹងទៅផាត់មុខតើបងប្អូនមកមើលការប្រែកាយរបស់ខ្ញុំតែប៉ុន្តែវីដេអូមួយនេះគឺខ្ញុំមានបង្ហោះនៅក្នុង page របស់ខ្ញុំដែរហើយខ្ញុំអាចដាក់ក្នុង YouTube ពេលខ្លះជាប់ copyright ព្រោះមានបទចម្រៀងគេអញ្ចឹងបើសិនចង់បានឮចម្រៀងតចូលក្នុង page ខ្ញុំបន្ទាប់ពីយើងប្រែកាយហើយបងប្អូនទាំងគ្នាឥឡូវនេះខ្ញុំបានសម្ដែងបានពាក់កណ្ដាលហើយឥឡូវកំពុងតែធ្វើដំណើរទៅឆាក់ម្ខាងទៀតដើម្បី stand by ហើយឡើងទៅ solo final ចុងបញ្ចប់នៃកម្មវិធីចំពោះទស្សនីយភាពនេះខ្ញុំនឹងបង្ហោះនៅវីដេអូក្រោយទៀតគឺជាទស្សនីយភាពពេញចឹងបងប្អូនទាំងអស់គ្នាអាចចូលមើលនៅវីដេអូក្រោយហើយចំពោះទស្សនីយភាពនេះគឺមានចំណងជើងថាតន្ត្រីនិងជីវិតខ្មែរចឹងបើបងប្អូនទាំងអស់គ្នាចង់ទស្សនានៅទស្សនីយភាពនេះពេញអាចចូលមើលវីដេអូក្រោយបាន
ហើយនេះសកម្មភាពក្រោយឆាកពេលចិត្តចាប់ហើយយើងបន្ទាប់ពីចាប់ហើយយើងផ្លាស់ខោអាវក៏មកញ៉ាំអីគេមានតុកឲ្យយើងសម្រាប់ញ៉ាំអីហើយយើងនឹងរំលែងកំសាន្តអីចឹងទៅហើយក្បាច់អីក៏មានដែរបងប្អូនទាំងអស់គ្នាបាច់មើលឲ្យឆ្ងល់ថាចំក្បាច់ចម្លែកម៉េះចាអត់ចម្លែកទេពួកគាត់គឺខាង creative ក្បាច់រំបង្កើតថ្មីភ្លាមទោះដាច់ខ្សែធុងបាសក៏មិនជាបញ្ហាគឺជាងខ្លួនឯងរំខ្លួនឯងសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមជួយចុច Subscribe ផងណាអរគុណជម្រាបលា